សួស្តីបងប្អូនថ្ងៃនេះសូមចែកម្លែកនៅវីដេអូតាក់ទងនឹងបទពិសោធន៍នៃការកាត់សក់ជាបន្តទៀតថ្ងៃនេះគឺយើងមានម៉ូដថ្មីមួយទៀតគឺម៉ូដឈូសឡើងខ្ពស់ណាបងប្អូនអញ្ចឹងកុំឲ្យវែងឆ្ងាយគឺចាប់ផ្ដើមបញ្យលបដ ாய் បងប្អូននេះគឺមុននឹងចូលដល់ការឈូសឡើងគឺយើងត្រូវដៅសិនដោយសារតែដៅនេះវាជាទម្លាប់នៃការកាត់របស់ខ្ញុំវាមិនកំណត់ថារាល់ការកាត់ទាំងអស់យើងត្រូវតែដៅទេបងប្អូនក៏ប៉ុន្តែវាធ្វើឲ្យយើងងាយស្រួលនៅក្នុងការបែងចែកគេហៅថាកម្ពស់នៃភាពសរបស់សក់ណាកុំឲ្យអាមួយខាងសកម្ពស់នេះអាមួយខាងទៀតសកម្ពស់នោះដល់ពេលដែលយើងដៅគឺវាស្រួលណាបងប្អូនអញ្ចឹងពេលដែលយើងដៅហើយយើងចូលដល់ការឈូសឡើងដោយអត់មានអីពិបាកទេយើងដាក់ស្និតអឹបជាមួយនឹងស្បែកគេមកហើយយើងដាក់ឲ្យស្មើយើងឈូសឡើងណាបងប្អូនឈូសឡើងឲ្យមានសមោលចេញមកគឺវាសម៉ត់បន្តិចមកហើយសម្រាប់សក់របស់គាត់នេះគឺស្រួលកាត់ដោយសារតែវាសរសៃធំហើយផ្ទៃក្បាលរបស់គាត់គឺរាងរាបស្មើទៀតអញ្ចឹងគឺសម្រាប់ខ្ញុំអត់ពិបាកអីនឹងកាត់ទេដោយសារតែជាក្បាលដែលងាយស្រួលផងហើយនេះយើងកាត់បណ្ដេញពីកន្លែងដែលយើងដៅនឹងឆ្ពោះទៅខាងលើណាបងប្អូនឆ្ពោះទៅខាងលើហើយនេះជាការកាន់ស្និតជាការកាត់របស់ខ្ញុំដោយសារតែវាជាទម្លាប់របស់ខ្ញុំគឺខ្ញុំចូលចិត្តការកាត់ស្និតជាងការប្រើពុម្ពបងប្អូនបើអ្នកខ្លះគាត់ចូលចិត្តការប្រើពុម្ពជាងប្រើស្និតប៉ុន្តែសម្រាប់ខ្ញុំគឺមិនប្រកាន់ទេពុម្ពក៏បានស្និតក៏បានខ្ញុំមិនជាបដិសេធទេទៅតាមស្ថានភាពសក់ក៏ប៉ុន្តែការកាត់ស្និតវាជាចំណូលចិត្តរបស់ខ្ញុំអញ្ចឹងណាបងប្អូននេះយើងកាត់ដល់ផ្នែកខាងក្រោយផ្នែកខាងក្រោយគឺយើងកាត់ដូចគ្នាគឺយើងកាត់ចាប់ពីកន្លែងដែលយើងដៅនឹងឆ្ពោះមកខាងលើក៏ប៉ុន្តែគឺមិនដល់កាយ៉ៅទេម៉ូដគាត់នេះអត់ឈូសដល់កាយ៉ៅទេណាបងប្អូនយើងមិនឈូសដល់កាយ៉ៅទេនៅពេលដែលបងប្អូនកាត់សូមបញ្ជាក់បន្តិចគឺបងប្អូនកុំព្យាយាមការកាត់យល់លឿនបងប្អូនប្រើការកាត់ដោយម៉ត់ចត់ណាបងប្អូនពីព្រោះយើងជាអ្នករ៉ូស៊ីយើងមិនមែនរ៉ូតែមួយថ្ងៃទេយើងរ៉ូរហូតអញ្ចឹងយើងកាត់ឲ្យគេឲ្យស្អាតទោះបីជាតម្លៃកាត់សក់របស់យើងថោកថ្លៃក៏មិនសំខាន់ដែរសំខាន់គឺការកាត់ដោយព្រឹកព្រៀងដោយផ្ចិតផ្ចង់វាធ្វើឲ្យយើងឡើងទឹកដៃវាធ្វើឲ្យយើងរកឃើញចំណុចខ្វះខាតរបស់ខ្លួនឯងនិងកលឹះថ្មីបងប្អូននេះសម្រាប់បន្ទាត់ខាងលើគឺវាពេលខ្លះទៅយើងឈូសវាអត់ចេញរាងស្មើទេវាចេញរាងអាដាក់ដុបអញ្ចឹងយើងត្រូវតែងវាហើយនេះចូលមកដល់ជំហានបន្តទៀតគឺខ្ញុំប្រើ Tronder X7 ហើយថយថ្មិញឲ្យអស់បងប្អូនថយថ្មិញវាអស់រួចហើយខ្ញុំយកទៅទឹកដោះដើម្បីលុបនៅស្នាមដែលយើងដៅស្នាមយើងដៅនៅពេលយើងដៅវាតែងតែសល់ស្នាមបន្ទាត់ដែរហើយដល់ពេលយើងកាត់ស្និតទៅអាស្នាមដែលស្និតយើងកាត់ហ្នឹងវាអត់បានចូលគ្នាល្អជាមួយនឹងស្នាមយើងដៅទេអញ្ចឹងយើងប្រើការថយថ្មិញ Tronder X7 របស់យើងមកហើយដើម្បីឲ្យវាអស់គឺយើងដាក់រៀបអឹបនៅស្បែកក្បាលហើយយើងទៅដោះមកមិនចាំបាច់វត្តខ្ពស់ទេបងប្អូនគឺវត្តទៅរោតកន្លែងដែលយើងឃើញថាវាអត់លុបស្នាមដាច់ណាបងប្អូនឃើញទេវាលុបស្នាមមិនដាច់គឺយើងឈូសមកអានេះសម្រាប់បងប្អូនមើលមកថាដូចខ្ញុំឈូសខ្ពស់ណាស់អញ្ចឹងតាមពិតអត់ទេខ្ញុំឈូសទៀតទេតែវាទៅដល់លើគឺមុខត្រង់ដើវាផាយចេញណាបងប្អូនវាផាយចេញអញ្ចឹងខ្ញុំរុញនេះគឺរុញតែនៅក្រោមហ្នឹងឯងមកយើងមើលទៅឃើញអស់ស្នាមធ្នេហើយសម្រាប់ពេលដែលយើងឈូសដាក់អឹបហើយវានៅតែមានកន្លែងខ្លះសល់ខ្មៅដុបតិចអាហ្នឹងបញ្ជាក់ថាកន្លែងហ្នឹងវានៅក្រាស់ឬក៏វាជាកន្លែងដែលក្លុកកាលណាវាក្លុកវាធ្វើឲ្យសក់ហ្នឹងវាកប់នៅក្នុងក្លុកហ្នឹងទៅវាមើលទៅឃើញខ្មៅដុបបងប្អូនអញ្ចឹងអាហ្នឹងយើងត្រូវជំរះវាទៀតនៅពេលក្រោយអានេះយើងចាប់ផ្ដើមតែងខ្សែបន្ទាត់លើនេះគឺតែងឲ្យស្អាតបញ្ជាក់ណាបងប្អូនទោះបីជាយើងឈូសសមល់ម៉ត់យ៉ាងម៉េចក៏ដោយក៏ប៉ុន្តែអាខ្សែបន្ទាត់ខាងលើនេះយើងអត់បានដៅវាឲ្យស្អាតទេឲ្យស្មើស្អាតទេណាក៏វាមើលទៅឃើញថាឆ្កងវាអត់បានពេញណាម៉ូដហ្នឹងវាអត់ពេញលេញថាជាម៉ូដដែល
មានរៀងមានរើអីជាក់លាក់ទេកោងមិនចំកោងស្មើមិនចំស្មើជ្រុងមិនជ្រុងមូលមិនមូលអាហ្នឹងមកពីយើងអត់បានតែងវាហើយការតែងនឹងទៀតសោតវាដោយទៅលើម៉ូដទេបងប្អូនម៉ូដខ្លះគឺมันទាមទារឲ្យយើងដៅអាខ្សែបន្ទាត់លើទេហើយនេះគឺយើងចាប់ផ្ដើមដែលកញិចនៅកន្លែងដែលនៅខ្មៅដប់ព្រាលយើងប្រើកែងត្រង់ដឺបងប្អូនកែងត្រង់ដឺប្រើសម្រាប់កន្លែងដែលនៅក្នុងក្លុកអីចឹងទៅហើយដល់ពេលកន្លែងដែលមានផ្ទៃរៀបយើងដាក់ពេញមុខត្រង់ដឺមកបន្ទាប់មកទៀតយើងចូលដល់វគ្គដែលយើងចាប់ផ្ដើមឈូសវាឲ្យសជើងក្រោមមុននឹងឈូសឲ្យសជើងក្រោមនេះជាការដៅលើកទី2មុននឹងឈូសឲ្យសម៉ត់នៅជើងខាងក្រោមខ្ញុំប្រើម៉ាទ័រទូចរួចហើយដៅវាម្ដងទៀតដោយទុកចន្លោះប្រហែលជាបន្តិចមកចុងកញ្ចក់យើងតិចបន្ទាប់មកយើងឈូសម៉ាទ័រទូចនេះឲ្យអឹបជាមួយនឹងស្បែកយើងយកមកឲ្យអឹបបដ ாய் ណាបងប្អូនមិនបាច់ទុកវាទេជួយអស់កោះវាហើយនៅខ្សែមកតង់ទៀតបងប្អូនមើលទៅឃើញខ្សែដែលនៅសល់ដែលខ្ញុំទុកហ្នឹងអាហ្នឹងគឺខ្ញុំទុកសម្រាប់ម៉ាទ័រធំដោយសារតែយើងយកម៉ាទ័រទូចទៅរុញឲ្យអស់បដ ாய் វាអត់បានចូលសាច់ស្មើជាមួយនឹងអាផ្ទៃសខាងលើដែលយើងឈូសហើយទេវាត្រូវការប្រើម៉ាទ័រធំមកឈូសបញ្ចូលបងប្អូនអញ្ចឹងខ្ញុំលេងខាងក្រោមនេះសិនឲ្យវាអស់សិនឲ្យវាសដល់ស្បែកមកហើយអាការកាត់នេះខ្ញុំភ្លេចបញ្ជាក់បងប្អូនគឺខ្ញុំកាត់មកជាហៀងសិនដើម្បីសូដើម្បីបង្ហាញឲ្យបងប្អូនមើលសិនពីព្រោះយើងអត់ចង់ប្រវែកាមេរ៉ាឆ្វេងផងស្ដាំផងទេវិលអ្នកថតអស់ហើយនេះចូលដល់កន្លែងពិសេសរបស់យើងដែលខ្ញុំនិយាយមិញគឺយើងចាប់ផ្ដើមយកម៉ូទ័រ X7 ដដែលមុខគៀកបញ្ជាក់បន្តិចគឺ X7 ដែលមានមុខគៀកខ្លាំងបន្ទាប់មកយើងថយយើងបញ្ចូលមុខវាឲ្យអឹបឲ្យផុតមកហើយយើងទៅដោះវាតិចដើម្បីឲ្យវាចូលសាច់គ្នាល្អបងប្អូនដើម្បីឲ្យវាចូលសាច់គ្នាល្អម៉ាទ័រដែលយើងឈូសមិញជាម៉ាទ័រទូចអញ្ចឹងមុខវាគៀកខ្លាំងដល់ពេលម៉ាទ័រធំនេះមុខវាគៀកដែរប៉ុន្តែមុខវាធំជាងក្រាស់ជាងអញ្ចឹងវាអាចបញ្ចូលគ្នាបានហើយជាមួយនឹងអាម៉ូតស្នាមឈូសដែលយើងឈូសខាងលើមិញណាបងប្អូនអញ្ចឹងយើងដើរកោះកន្លែងណាដែលបញ្ចូលគ្នាមិនល្អយើងមើលឃើញយើងកុំរំលងវាយើងឈូសវាឲ្យវាម៉ត់ស្អាតតិចមកនឹងកន្លែងក្លុកកន្លែងអីនេះយើងឃើញវាហើយយើងរុញវាទៅដោះឲ្យវារៀងបាត់អាសមល់ខ្មៅដប់តិចមកយើងមើលមកឃើញម៉ត់ស្អាតហើយបងប្អូនបញ្ជាក់ត្រង់នេះតិចបងប្អូនការប្រើត្រង់ដឺឈូសរុញបែបនេះយើងត្រូវចេះប្រើយើងត្រូវយល់ពីរបៀបប្រើកន្លែងណាដែលយើងត្រូវប្រើពេញមុខត្រង់ដឺហើយកន្លែងណាដែលយើងត្រូវប្រើកែងត្រង់ដឺណាបងប្អូននេះជាកន្លែងដែលខ្ញុំចង់ឲ្យបងប្អូនចំណាំទុកនៅពេលដែលកាត់សក់បងប្អូនកុំភ្លេចឲ្យសោះណាគឺយើងបុកយើងដាក់ស្និតហើយយើងបុកដើម្បីបង្កើតជាខ្សែបន្ទាត់ខាងលើបង្កើតជាស៊ុំបងប្អូនវាដូចជាស៊ុំរូបថតអញ្ចឹងអានេះវាជាស៊ុំដែរកំណត់នៅរូបរាងនៃម៉ូតក្បាលរបស់គេអញ្ចឹងបន្ទាត់នោះវាអត់សូវត្រង់ស្អាតយើងធ្វើឲ្យវាស្អាតតិចមកបុកតិចប៉ុន្តែយកកត្រៃដែលរាងមុតតិចមកណាបងប្អូនយើងយកមកបបុកវាបែបហ្នឹងយើងចង់បានបន្ទាត់កោងក៏បានយើងចង់បានបន្ទាត់ត្រង់ក៏បានតាមនិយាយចំគឺតាមការស្រឡាញ់របស់យើងបើសិនជាយើងចង់បានបន្ទាត់ត្រង់យើងធ្វើដៃឲ្យត្រង់ស្និតឲ្យត្រង់មកអញ្ចឹងវាចេញរាងត្រង់ហើយបន្ទាប់មកទៀតនេះអានេះបើបងប្អូនមានទម្លាប់នៅក្នុងការច្រោះនៅសមោលសក់ឲ្យវាម៉ត់គឺរឹតតែល្អទៀតដោយសារតែការកាត់សក់ឲ្យស្អាតទាមទារឲ្យវារំលេចចេញសមោលដែលម៉ត់អញ្ចឹងកុំភ្លេចឲ្យសោះការរៀនច្រឹបនៅសក់ដែលខ្មៅដប់នឹងឲ្យវាទៅជាកន្លែងដែលម៉ត់ស្អាតទៅវិញណាបងប្អូនដោយសារតែក្បាលមនុស្សយើងមានកន្លែងខ្លះវាជាកឡុកដល់អញ្ចឹងយើងទុកវាចោលយើងឈូសឃើញថាស្មើហើយក៏ដោយប៉ុន្តែវានៅតែចេញអារូបរាងខ្មៅដប់អញ្ចឹងបើអញ្ចឹងយើងកុំ
កុំទុកវាចោលអញ្ចឹងយើងចាប់ផ្ដើមរៀនកែទម្លាប់ខ្លួនយើងដោយការសាប់នៅកន្លែងដែលមានខ្មៅដុបនឹងចេញខ្លះឬក៏ឲ្យវាស្អាតឲ្យវាម៉ត់ចឹងទៅកន្លែងណាដែលវាដុបក្រាស់យើងប្រើកត្រៃសាប់មកកន្លែងណាដែលនៅព្រិលតិចយើងអាចប្រើកត្រៃសាប់ក៏បានឬកត្រៃមុខយើងកត្រៃកាត់យើងធម្មតាក៏បានដែរដាក់អឹបជាមួយស្បែកមកយើងកាត់បញ្ឈរស្របណាបងប្អូនបញ្ឆិតបន្តិចមកបានដែរបងប្អូនរៀនកាត់តាមខ្ញុំមកខ្ញុំធានាឲ្យថាពេលដែលយើងកាត់យើងនឹងបានអាម៉ូតសក់ដែលវាមានសមល់រឿងម៉ត់ស្អាតណាបងប្អូនយើងធ្វើការកំណត់ចំណាំមេរៀនតិចយើងកុំប្រកាន់ខ្លួនហ្នឹងហើយយើងនិយាយចំអាតិចនិចហ្នឹងមិនងាយមានគេបរៀនយើងទេអញ្ចឹងយើងចំណាំថាពេលដែលយើងឃើញគេធ្វើអាហ្នឹងមកវាមានប្រសិទ្ធភាពយើងកត់ទុកមួយយើងអាចរៀនពីគ្រូម្នាក់ឲ្យបានចេះអស់នៅមេរៀនថ្មីប្លែកទេបងប្អូនក្រៅតែពីការតាមដានគ្រប់មនុស្សទាំងអស់រួចហើយយកមកបំពេញឲ្យคล้ายជាចំណេះដឹងរបស់យើងតែម្នាក់ឯងណាបងប្អូនវាជាចំណេះរបស់យើងហើយនៅពេលដែលយើងប្រមូលពីមេរៀនអ្នកនេះខ្លះអ្នកនោះខ្លះមកអនុវត្តរាល់ថ្ងៃវាគឺជាសម្បត្តិរបស់យើងវាគឺជាចំណេះដឹងរបស់យើងហើយនេះគឺការកោបញ្ជាក់បងប្អូនតិចការកោកន្លែងដែលកោងនេះគឺត្រូវលៃឲ្យសមរម្យពីចុងថ្ងាសខាងលើមកចុងចើមគេដែលនៅខាងទួលបងប្អូនយើងលៃយកពាក់កណ្ដាលយកប្រវែងពាក់កណ្ដាលហើយយើងកោឲ្យរៀងកោងមកហើយកោងឲ្យច្បាស់ថាកោងត្រង់ឲ្យច្បាស់ថាត្រង់ហើយជ្រុងឲ្យច្បាស់ថាជ្រុងបងប្អូនកុំឲ្យរបៀបថាយើងកោងហើយវាទៅជាចេញជ្រុងវាកោងអត់ស្អាតឬក៏វាមានស្នាមតណច្រើនពេកក៏អត់ល្អដែរអត់ស្អាតទេហើយម៉ូតទោះបីជាយើងកាត់ស្អាតយ៉ាងម៉េចក៏ដោយតែអន់ស្នាមឡាមហើយគឺអន់មកចប់ពីព្រោះស្នាមឡាមវាកំណត់នៅរាងក្បាលរបស់មនុស្សនឹងហើយដល់ពេលដែលយើងកោមកវាខូចរាងនឹងឯងសម្រាប់ម៉ូតគាត់នេះគឺអត់ពាក់ព័ន្ធអីជាមួយនឹងស្នាមឡាមទេក៏ប៉ុន្តែខ្ញុំផ្ទាល់គឺខ្ញុំមានត្រឡប់ហ្នឹងគឺត្រឡប់កោហើយបានខ្ញុំចាប់ផ្ដើមរំលីងជើងសក់នឹងចោលហើយបងប្អូនសួរដែរថាហើយចុះបើយើងគង់តារំលីងវាចោលតដែលចាំបាច់កោវាទៅអីអានេះវាជាស្អីដែលខ្ញុំគិតថាវាគួរតែធ្វើបងប្អូននៅពេលដែលយើងកោយករៀងរើវាច្បាស់លាស់អញ្ចេះហើយយើងទៅរំលីងវាតាមក្រោយអាស្នាមសក់ដែលយើងរំលីងហ្នឹងវាហាក់ដូចជាមានរៀងរើរបស់វាហាក់ដូចជាមានរៀងរើរបស់វាដដែលប៉ុន្តែវាម៉ត់ស្អាតវាអត់មានសល់ស្នាមឡាមមែនក៏ប៉ុន្តែស្នាមឡាមដែលយើងបានកោពីមុនវាคล้ายទៅជាទម្រង់នៃរូបរាងក្បាលហ្នឹងសើដែលយើងមើលទៅគឺវាស្អាតណាបងប្អូនវាស្អាតជាងយើងអត់បានកោហើយយើងរំលីងយកបដ යි អាហ្នឹងក៏ប្រហែលជាមកពី motor របស់យើងវាមិនដូចគ្នាវាគៀកមុខជាងគ្នាមិនក៏ខ្ញុំមិនដឹងណាបងប្អូនប៉ុន្តែ motor របស់ខ្ញុំដែលរំលីងជើងសក់នេះអានេះគឺវាស៊ីដល់ដូចកោដែរវាស៊ីសល់វាស៊ីអស់ដូចកោដែរបងប្អូនអត់សល់ហើយនេះពេលដែលយើងកោសអញ្ចឹងណាបងប្អូនពេលដែលយើងកោសអញ្ចឹងវានឹងបសល់ម្ដងទៀតវានឹងបសល់នៅស្នាមកលៈម្ដងទៀតដែលធ្វើឲ្យយើងត្រូវតែរំលីងអាស្នាមកលៈនឹងចោលមួយសាទៀតអញ្ចឹងសម្រាប់ការឈូសម៉ូតសបងប្អូនខ្លះគាត់អត់ដឹងគាត់ចេះថាឈូសសមានអីពិបាកឈូសសមានអីពិបាកតាមពិតឈូសសអត់ពិបាកទេដែលពិបាកហ្នឹងគឺអាលុបចោលនៅស្នាមបន្ទាត់ណាបងប្អូនអាស្នាមបន្ទាត់ដែលសល់ពីការដៅរបស់យើងណាអាហ្នឹងបានពិបាកបើយើងលុបអត់ជ្រះទេគឺសល់ស្នាមកវាមជួនកាលកាត់ឲ្យគេឲ្យឃើញស្នាមសល់ស្នាមខ្សែមកកលៈអញ្ចឹងទៅក៏មានដែរនេះបងប្អូនយកត្រង់ដឺបងប្អូនយកត្រង់ដឺដែលមុខទូចត្រង់ដឺឈូសពុកមាត់យើងហ្នឹងយើងត្រឡប់ថ្មិញវាឲ្យផ្កាប់វិញរួចហើយយើងកោសដើម្បីលុបអាកន្លែងដែលសល់ស្នាមពីការដែលយើងរំលីងមិញហ្នឹងបងប្អូន
ដើម្បីឲ្យសមល់សក់នឹងវាម៉ត់បញ្ចូលគ្នាវិញហើយវាម៉ត់បញ្ចូលគ្នាត្រង់ដើនៅពេលដែលបងប្អូនផ្ងាវាឡើងឲ្យឈូសវាអស់សក់មកកម្រិតប៉ុន្តែពេលដែលបងប្អូនផ្កាប់មុខវាឲ្យឈូសទៀតវាអស់ជាងអាផ្ងានឹងមកកម្រិតបន្តិចដែរអញ្ចឹងបងប្អូនសាកមើលទៅបងប្អូនអាចនឹងយល់ដែរថាតើពាក្យខ្ញុំនិយាយហ្នឹងវាមែនអត់យើងមានត្រង់ដើរបស់យើងណាយើងអ្នករស់ស៊ីខាងកាត់សក់យើងប្រកាសជាមានហើយអញ្ចឹងយើងសាកមើលបើវានឹងឃើញលទ្ធផលអញ្ចឹងដូចដែលខ្ញុំនិយាយគឺយើងធ្វើការផ្កាប់មុខបន្តិចមកហើយយើងកោសអញ្ចឹងវាបានអាមុខដែលដល់ខ្លាំងជាងអាយើងបើកមុខផ្ងាអញ្ចេះដើម្បីឈូសនេះជាសក់ដែលខ្ញុំបានកាត់ឲ្យគាត់ស្អាតទេបងប្អូនប៉ុន្តែបច្ចៈណាផ្នែកខាងលើខ្ញុំអត់បានកាត់ទេដោយសារគាត់អត់ឲ្យកាត់ប៉ុន្តែខ្ញុំសិតឲ្យចេញជាម៉ូដឲ្យស្អាតបន្តិចហើយមើលមកវាឲ្យវាសមរម្យណាបងប្អូន